Hạt bao dưỡng cứ ở trongវិធីចែកពួកគ្នាអញ្ចឹងឲ្យលំហេតុកគឺកន្សោម x ការ៉េបូក 6x ដក55ចែកនឹង x ដក5តែអញ្ចឹងយើងធ្វើប្រមាណវិធីឲ្យចែកទៅលើពួកគ្នាទាំងអស់គ្នាយើងសរសេរតំណែងចែករបស់យើងគឺ x ការ៉េបូក 6x ដក55យើងចែកនឹង x ដក5អញ្ចឹងឲ្យយើងពិនិត្យមើលទៅលើតួទី1របស់តំណែងចែកគឺ x ការ៉េយើងសរសេរ x ការ៉េចែកតួទី1របស់តួចែកគឺ x អញ្ចឹងយើងយក x ការ៉េចែកជាមួយនឹង x គឺយើងចែកបាន x អញ្ចឹងយើងសរសេរកន្លែងផលចែកមកបាន x អញ្ចឹង x គុណជាមួយនឹង x គឺយើងបាន x ការ៉េ x គុណជាមួយនឹងដក5គឺយើងបានដក 5x តទៅទៀតគឺយើងយកកន្សោមខាងលើដកកន្សោមខាងក្រោមអញ្ចឹងយើងដកបាន x ការ៉េដកជាមួយនឹង x ការ៉េគឺស្មើ0អញ្ចឹង0យើងមិនបាច់សរសេរទេតួទី2 6x ដកគុណនឹងដកអញ្ចឹងយើងបានបូក 5x យើងបានស្មើនឹង11x ដក55គឺយើងទម្លាក់ចុះក្រោមមកដក55បន្តមកទៀតយើងមើលបន្តទៀតតំណែងចែករបស់យើងតួដែលការ៉េខ្ពស់ជាងគេគឺ 11x អញ្ចឹង 11x យើងចែកជាមួយនឹង x យើងបាន11អញ្ចឹងយើងសរសេរកន្លែងលទ្ធផលមកគឺបូក11អញ្ចឹង11គុណជាមួយនឹង x គឺយើងបាន 11x 11គុណជាមួយនឹងដក5គឺយើងបានដក50ដក55អញ្ចឹងយើងយកកន្សោមខាងលើដកកន្សោមខាងក្រោមយើងបាន 11x ដក55ដកជាមួយនឹង 11x ដក55គឺយើងបានស្មើនឹង0អញ្ចឹងលទ្ធផលរបស់យើងគឺ x បូក 11អញ្ចឹងសម្រាប់លំហាត់ខរបស់យើងគឺ 6y ស្វ័យគុណ4ដក 10y ការ៉េបូក y គីបបូក6បូក 7y ចែកនឹង 2y បូក 3អញ្ចឹងយើងធ្វើប្រមាណវិធីចែកដូចខាងលើដែរប៉ុន្តែសម្រាប់លំហាត់ខនេះដោយសារតែគេអត់ទាន់រៀបតាម degree លំដាប់ចុះរបស់ y ទេអញ្ចឹងមុននឹងយើងធ្វើប្រមាណវិធីចែកគឺយើងត្រូវរៀបតាមលំដាប់ degree ចុះរបស់ y ជាមុនសិនអញ្ចឹងយើងសរសេរយើងមើលតាម degree មកយើងបាន 6y ស្វ័យគុណ4បូក y គីបដក 10y ការ៉េបូក 7y បូក 6អញ្ចឹងយើងចែកនឹង 2y បូក 3អញ្ចឹងយើងធ្វើប្រមាណវិធីចែកពួកទៀតគឺយើងមើលទៅលើតួទី1ឬក៏តួដែលមាន degree ខ្ពស់ជាងគេរបស់តំណែងចែកអញ្ចឹងតួទី1របស់តំណែងចែកគឺ 6y ស្វ័យគុណ4អញ្ចឹង 6y ស្វ័យគុណ4យើងចែកនឹងតួទី1របស់តួចែករបស់យើងគឺ 2y អញ្ចឹងយើងកណនេះទៅយើងបាន6ចែកនឹង2យើងបាន 3y ស្វ័យគុណ4ចែកនឹង y គឺយើងបាន y គីបអញ្ចឹងយើងសរសេរ 3y គីបនៅកន្លែងផលចែក 3y គីបគុណជាមួយនឹង 2y គឺយើងបាន 6y ស្វ័យគុណ4 3y គីបគុណជាមួយនឹង3គឺយើងបានបូក 9y គីបអញ្ចឹងគឺយើងកណនេះបន្តទៀតគឺយើងយកកន្សោមខាងលើដកកន្សោមខាងក្រោមអញ្ចឹងយើងដកទៅយើងបាន 6y ស្វ័យគុណ4ដក 6y ស្វ័យគុណ4គឺយើងស្មើ0 y គីបដកនឹងបូក 9y គីបគឺយើងបានដក 8y គីបអញ្ចឹងដក 10y ការ៉េយើងតម្លាក់ចុះបូក 7y បូក 6អញ្ចឹងយើងមើលបន្តទៅទៀតតួដែលមាន degree ខ្ពស់ជាងគេរបស់តំណែងចែកគឺដក 8y គីបយើងចែកជាមួយនឹង 2y អញ្ចឹងយើងចែកទៅដក 8ចែកនឹង2គឺយើងបានដក 4y របស់យើង y គីបដក y អញ្ចឹងយើងបាន y ការ៉េអញ្ចឹងដក 4y ការ៉េដក 4y ការ៉េយើងគុណជាមួយនឹង 2y គឺយើងបានដក 8y គីបដក 4y ការ៉េគុណជាមួយនឹង3គឺយើងបានដក 12y ការ៉េបន្តមកទៀតយើងយកកន្សោមខាងលើដកកន្សោមខាងក្រោមអញ្ចឹងយើងបានដក 8y គីបដក 8y គីបគឺយើងស្មើ0ហើយដក 10y ការ៉េដកគុណជាមួយនឹង10គឺយើងបានបូកអញ្ចឹងបូក 12y ការ៉េគឺយើងនៅសល់ 2y ការ៉េបូក 7y យើងទម្លាក់ចុះជាមួយនឹងបូក 6អញ្ចឹងយើងមើលបន្តទៀតយើងនៅសល់តួទី1របស់តំណែងចែក 2y ការ៉េ2y ការ៉េយើងចែកនឹង 2y អញ្ចឹងយើងនៅសល់ y អញ្ចឹងបូក y អញ្ចឹង y គុណជាមួយនឹង 2y គឺយើងបាន 2y ការ៉េ y គុណជាមួយនឹង3គឺយើងបានបូក 3y អញ្ចឹងយើងយកកន្សោមខាងលើដកកន្សោមខាងក្រោមអញ្ចឹងនៅសល់កន្លែង 2y ការ៉េយើងសម្រួលបានហើយអំពី y ដកនឹង 3y អញ្ចឹងយើងនៅសល់ 4y បូក 6គឺយើងទម្លាក់ចុះអញ្ចឹងចុងក្រោយ 4y បូក 6អញ្ចឹងយើង 4y យើងចែកជាមួយនឹង 2y យើងនៅសល់4ចែកនឹង2គឺយើងបាន2អញ្ចឹងយើងសរសេរ2អញ្ចឹងគឺយើងបានបូក 2បន្តមកទៀតយើងយក2គុណជាមួយនឹង 2y 2គុណជាមួយនឹង 2y គឺយើងបាន 4y 2គុណនឹង3គឺយើងបានបូក 6យើងយកកន្សោមខាងលើដកកន្សោមខាងក្រោមអញ្ចឹងយើងនៅសល់ស្មើនឹង0អញ្ចឹងចម្លើយរបស់យើងគឺផលចែកស្មើនឹង 3y គីបដក 4y ការ៉េបូក y បូក 2អញ្ចឹងនៅសល់ចម្លើយគោគឺបងប្អូនអាចយកទៅរៀនដោះស្រាយនៅផ្ទះបានសម្រាប់គោនេះគឺ degree របស់គេគឺអត់បានរៀបតាមលំដាប់ degree ចុះទេអញ្ចឹងឲ្យមុននឹងបងប្អូនកណនេះគឺបងប្អូនត្រូវរៀបតាមលំដាប់ degree ចុះជាមុនសិនអញ្ចឹងអាចយកទៅអនុវត្តនៅផ្ទះបានចម្លើយស្មើមែនខមមិនខាងលើគ្រូផងអរគុណច្រើន